បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងការសិក្សាជំនាញកុំព្យូទ័រអញ្ចឹងថ្ងៃនេះដែរខ្ញុំសូមលើកយកកម្មវិធីមួយសម្រាប់អ្នកដែលគាត់សិក្សាវគ្គដំបូងបាទអញ្ចឹងគឺកម្មវិធី Microsoft Office Word ហើយដើម្បីអ្នកទាំងអស់គ្នាបានចូលទៅរៀនដោយខ្លួនឯងបាទខ្ញុំមានដាក់ជាសៀវភៅមានទាំងទិសស្ដីមានទាំងលំហាត់អនុវត្តអញ្ចឹងទាំងអស់គ្នាអាចចូលទៅក្នុង page របស់យើងបានអាចដាក់ center ហើយជាមួយនឹង Telegram របស់យើងដែរអញ្ចឹងយើងមានក្រុម Telegram អាចដាក់ center ដូចគ្នាអញ្ចឹងបងប្អូនអាចចូលទៅ download ចេញពី page ក៏បានពី Telegram ក៏បានបាទអញ្ចឹងខ្ញុំមានដាក់ជូនហើយអាចទាញយកទៅមើលទៅវាមានទាំងទ្រឹស្ដីហើយយើងមានទាំងលំហាត់បាទនេះបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលហើយយើងអាចចូលទៅសិក្សាទាំងអស់គ្នាជាមួយនឹងបាទកម្មវិធី Microsoft Office Wordអញ្ចឹងមុននឹងចូលទៅកម្មវិធី Microsoft Office Word អញ្ចឹងបន្ទាប់ពីយើងរៀនចេះកម្មវិធីហ្នឹងតែយើងអាចធ្វើបានខ្លះបាទអញ្ចឹងនេះគឺជាលំហាត់បាទដែលមាននៅក្នុងដែលខ្ញុំដាក់ link ឲ្យ download ហ្នឹងអញ្ចឹងយើងអាចចេះបានច្រើនពាក់ព័ន្ធជាមួយនឹងការងាររដ្ឋបាលរៀបចំឯកសារផ្សេងបាទអាចវាយ CV វាយពាក្យសុំច្បាប់បាទវាយឯកសារផ្សេងដែលអត់មានធ្វើប្រមាណវិធីបាទអញ្ចឹងយើងអត់មានគិតលុយគិតលេខទេបើមិនយើងចង់គិតលុយគិតលេខគិតចំណេញគិតខាតអីហ្នឹងយើងមានកម្មវិធីផ្សេងនៅក្នុង Office ដែរបាទ Office Excel តែឥឡូវយើងមើលសិក្សាទៅលើកម្មវិធី Word សិនទៅអញ្ចឹងអត់អីពិបាកទេសម្រាប់កម្មវិធី Word នេះបើសិនបើយើងយល់ពីមូលដ្ឋានគ្រឹះបាទអញ្ចឹងមិនមែនតែ Word ទេកម្មវិធីអីក៏ដោយឲ្យតែយើងយល់ពីមូលដ្ឋានគ្រឹះច្បាស់ឲ្យតែយើងមានគ្រឹះច្បាស់អញ្ចឹងយើងប្រកាសជាអត់មានពិបាកអីទេយើងធ្វើទៅបច្ចេកទេសឲ្យលឿនទៀតបាទខ្ញុំឧទាហរណ៍អញ្ចឹងសម្រាប់អ្វីដែលយើងត្រូវចេះនៅក្នុងកម្មវិធី Word នឹងមុនគេបាទយើងមាន3ចំណុចធំបាទនេះទី1អញ្ចឹងដើម្បីវាយអត្ថបទបានត្រឹមត្រូវហើយលឿនអញ្ចឹងអ្វីដែលយើងត្រូវចេះមុនគេនេះគឺរបៀបនៃការរៀបចំតួអក្សរអានឹងភាសាអង់គ្លេសគេ text formatting បាទអញ្ចឹងរបៀបនៃការរៀបចំតួអក្សរខ្ញុំឧទាហរណ៍ជាក់ស្ដែងដូចជានៅក្នុងលំហាត់នេះមួយចុះអញ្ចឹងយើងមានវាយអក្សរចេញពីចំណុចកណ្ដាលបាទវាយចេញពីការនឹងខាងតម្រឹមកណ្ដាលវាមានតម្រឹមឆ្វេងតម្រឹមស្ដាំអានឹងគឺ text formatting ហើយយើងវាយជាប្រភេទអក្សរអង់គ្លេសតែយើងត្រូវធ្វើម៉េចទៅដូរទៅម៉េចបាទអញ្ចឹងបើសិនបើយើងចង់វាយជាអក្សរខ្មែរយើងត្រូវដូរទៅម៉េចណានេះអានេះគេ text formatting មានអក្សរដិតអក្សរត្រេតនេះបាទអញ្ចឹងយើងត្រូវចេះរៀបចំវាចូលបន្ទាត់ទៅម៉េចបាទអញ្ចឹងហ្នឹងគឺជាការរៀបចំតួអក្សរបាទអញ្ចឹងបន្ទាប់ពីយើងយល់ពីអាហ្នឹងហើយអញ្ចឹងអត់អីពិបាកទេយើងអាចវាយបានដែរតែនឹងមានបន្តទៀតអញ្ចឹងទី2គឺយើងត្រូវចេះកំណត់ទំហំกระดาษបាទអញ្ចឹងសម្រាប់ការកំណត់ទំហំกระดาษហ្នឹងបើសិនបើយើងអត់បានកំណត់មុនទេពេលដែលយើងវាយអត្ថបទហ្នឹងហើយអញ្ចឹងធ្វើអត្ថបទយើងវាខូចទ្រង់ទ្រាយអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំមានកระดาษតូចដល់ពេលយើងកំណត់នៅក្នុងกระดาษប្រភេទกระดาษធំបាទឧទាហរណ៍ដូចกระดาษ A3 A4 អញ្ចឹងយើងវាយ A4 ទេដល់ពេលយើងកំណត់យក A3 អញ្ចឹងពេលយើងវាយទៅធ្វើឲ្យវាខូច format របស់អក្សររបស់យើងអញ្ចឹងវាទៅជាខុសទ្រង់ទ្រាយអញ្ចឹងមុននឹងយើងចូលទៅវាយអត្ថបទហ្នឹងគឺយើងត្រូវកំណត់ទំហំกระดาษហើយបាទអញ្ចឹងបើសិនជាយើងវាយលើกระดาษ A4 យើងត្រូវកំណត់លើกระดาษ A4 ហើយបើសិនយើងចង់វាយលើទំហំกระดาษ A3 យើងត្រូវកំណត់លើกระดาษ A3 អញ្ចឹងសម្រាប់ចំណុចទី2នេះពេលដែលយើងចេះកំណត់ហើយយើងចូលដល់មួយទៀតគឺយើងរបៀបនៃការរក្សាឯកសារបាទ save បាទអញ្ចឹងយើងរក្សាទុកហើយយើងត្រូវចេះបើកមកវិញដែរអញ្ចឹងធម្មតាការងារមួយយើងអាចវាយចប់ទេបាទអញ្ចឹងពេលដែលយើងវាយរួចហើយយើងត្រូវការរក្សាវាទុកព្រោះយើងអាចយកទៅវាយនៅកន្លែងផ្សេងឬក៏យើងអាចវាយបន្តនៅពេលក្រោយទៀតអញ្ចឹងត្រូវយើង save វាទុកអញ្ចឹងទី3គឺយើងត្រូវចេះរក្សាឯកសារនឹងទុកហើយរក្សាវាទុកហើយយើងត្រូវចេះបើកយកមកប្រើវាវិញយកមកកែយកមកបន្ថែមយកបន្តអីទៀតបានបាទអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី1បាទអានេះរបៀបរៀបចំតួអក្សរបាទអញ្ចឹងមុនគេបំផុតដែលយើងត្រូវចេះគឺយើងត្រូវចេះពីរបៀបដូរប្រភេទអក្សរឧទាហរណ៍ថាខ្ញុំចង់វាយភាសាខ្មែរបាទអញ្ចឹងទៅយើងធ្វើម៉េចដើម្បីបានភាសាខ្មែរបើមិនខ្ញុំចង់វាយជាអក្សរអង់គ្លេសតែខ្ញុំធ្វើម៉េចដើម្បីវាយបានជាអក្សរអង់គ្លេសបាទអញ្ចឹងឥឡូវយើងមើលរបៀបងាយតែពិតវាមានច្រើនរបៀបតែខ្ញុំសូមបង្ហាញរបៀបងាយសិនបាទអញ្ចឹងទី1ដើម្បីដូរប្រភេទអក្សរនឹងបានយើងត្រូវចូលតាម home បាទចុចទៅលើ home ហ្នឹងមកអញ្ចឹងកាលនេះបើសិនវាអត់ឈរនៅលើ tab home ហ្នឹងទេឧទាហរណ៍បើសិនវាជាប់កន្លែងផ្សេង
បាទអញ្ចឹងយើងអត់ឃើញមានទាំងកន្លែងហ្នឹងទេអញ្ចឹងយើងត្រូវចូលទៅមិនចូលទៅ home ហ្នឹងវិញបាទពេលយើងចូលទៅ home យើងឃើញនៅខាងមុខគេផុតពេលដែលយើងដាក់ mouse លើវាទៅវាចេញមកថា font បាទយើងអាចប្រើ shortcut key បាន control shift ជាមួយនឹងអក្សរ F បាទអញ្ចឹងដើម្បីបានអក្សរអង់គ្លេសខ្ញុំថាខ្ញុំចង់វាយអក្សរអង់គ្លេសអញ្ចឹងយើងអាចដាក់ចុចទៅលើ home ហ្នឹងមកហើយដាក់ឲ្យចេញដោយអាសញ្ញាដែលវាបង្ហាញនៅកន្លែងប្រអប់ហ្នឹងដូចជាអក្សរ I អញ្ចឹងយើងអាច click ចូលនៅក្នុងហ្នឹងមកបាទ click វាចូលបន្ទាប់ពី click យើងអាចលុបអក្សរនឹងចោលទៅអញ្ចឹងខ្ញុំថាខ្ញុំចង់វាយអង់គ្លេសអញ្ចឹងយើងត្រូវស្គាល់ឈ្មោះ font ភាសាអង់គ្លេសអញ្ចឹងជាទូទៅ font វាមានច្រើនណាស់សម្រាប់ភាសាអង់គ្លេសតែគាត់នៅគេប្រើទូទៅហ្នឹងគេប្រើឈ្មោះ font Times New Roman នេះបាទអញ្ចឹងបន្ទាប់ពីយើងវាយទៅវាចេញមកហើយនេះយើងវាយទៅឲ្យត្រូវតែវាយខុសក៏វាអត់ចេញឲ្យដែរបាទអញ្ចឹងបើសិនវាយចេញមកត្រូវហើយយើងគ្រាន់តែចុច enter លើវាទៅដើម្បីយកវាបាទឥឡូវខ្ញុំសាកវាយតែចេញអង់គ្លេសអត់បាទ New Roman បាទចេញអង់គ្លេសហើយបន្ទាប់ទៀតយើងចង់ចុះបន្ទាត់ចឹងដើម្បីចុះបន្ទាត់យើងប្រើ enter បាទនេះ keyboard លើ keyboard យើងគឺយើងចុចកន្លែងនេះបាទកន្លែង enter ហ្នឹងគឺយើងចុចលើវាទៅបាទនេះចំនេះបាទ enter ហ្នឹងគឺសម្រាប់ចុះបន្ទាត់ដល់ពេលយើងលុបវិញយើងចុចកន្លែងនេះ backspace បាទចឹងសម្រាប់លុបគឺ backspace នេះចឹងឧទាហរណ៍ខ្ញុំវាយហើយខ្ញុំចង់លុបវាបាទចឹងយើងចុច backspace ទៅបាទចឹង backspace នេះគឺសញ្ញានេះបាទនេះសម្រាប់លុបបន្តមកទៀតយើងចង់ចុះបន្ទាត់បាទចឹង enter ចឹងសញ្ញានេះគឺ enter បាទនេះ enter នេះគឺគេប្រើវាសម្រាប់ចុះបន្ទាត់បាទហើយមួយទៀតយើងត្រូវការដក clear បាទចឹងដើម្បីដក clear ឧទាហរណ៍ខ្ញុំចង់លើកវាឡើងលើវិញក៏ backspace ដែរចឹងពេលយើងដក clear យើងចុច space បាទចឹង space នៅកន្លែងណាគេនេះ space បាទនេះអ្វីយ៉ាងគេនេះគេហៅ space បាទហើយ space នេះគឺគេប្រើវាសម្រាប់ដក clear បាទចឹងឥឡូវចូលមកការប្រើប្រាស់របស់យើងវិញចឹងពេលខ្ញុំចង់ដក clear space បាទ space នេះគឺដក clear ខ្លីៗដកម្ដងខ្លីៗអញ្ចឹងណាតែបើសិនកាលណាយើងចង់ដក clear វែងចឹងគេមាន key មួយទៀតសម្រាប់ដក clear វែងអានេះគេហៅ tape បាទនេះ tape នេះគឺសម្រាប់ដក clear វែងបាទ tape នេះគឺដក clear វែងចឹងខ្ញុំសាកចុចឲ្យមើលពេលយើងចង់បានដក clear វែងយើងត្រូវចុច tape បាទចឹងទាំងអស់គ្នាដូចជាធ្លាប់ឃើញហើយបើសិនយើងចង់វាយឲ្យស្មើគ្នាណាthìយើងអាចចុច tape នឹងបានឧទាហរណ៍ខ្ញុំចុច tape ម្ដងនេះវាយមកហើយលើក្រោយខ្ញុំចុច tape 2 ដងឬក៏3 ដងអញ្ចឹងទៅបាទហើយចូលបន្ទាត់ enter ហើយខ្ញុំចុច tape ទៅវាស្មើគ្នានេះពេលខ្ញុំ tape ទៀត3 ដងអញ្ចឹងទៅខ្ញុំចុច 3 ដងវាស្មើគ្នាទៀតអញ្ចឹងគេអត់ចុច space ទេតែពិត space ក៏ដក clear ដែរតែយើងចុចចេះវាអាចស្មើបាទជួនកាលវាលើសជួនកាលវាខ្វាញ់ទៅខ្ញុំចុចទៅជួនកាលវាអត់ស្មើទេតែបើយើងចុច tape គឺដឹងថាស្មើគ្នានេះយើងលើកក្រោយ tape ទៀតស្មើទៀតបាទ tape ទៀតស្មើទៀតនេះបាទអញ្ចឹងបកមកវិញយើងវិញដល់ព្រោះនេះវាអត់ចាំបាច់ទេតែបើយើងត្រូវចេះដំបូងយើងត្រូវចេះដូរប្រភេទអក្សរបាទមិញខ្ញុំចង់ដូរភាសាអង់គ្លេសយើងគ្រាន់តែចូលតាម home បាទហើយយើងយកចុចឲ្យចេញកន្លែង font ហ្នឹងមកដាក់ចេញដល់អក្សរ I យើង click វាមួយឲ្យវាយឈ្មោះ font ហ្នឹងចូលអញ្ចឹងយើងត្រូវស្គាល់ឈ្មោះ font វាអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតឈ្មោះ font អង់គ្លេសឈ្មោះ Times New Roman អាហ្នឹងសម្រាប់ភាសាអង់គ្លេសយើងចុច enter អញ្ចឹង enter នេះ key នេះ enter បាទនៅកន្លែងនេះគឺ enter ដើម្បីយកវានេះអញ្ចឹងចុចកន្លែងហ្នឹងមកបាទអញ្ចឹងយើងបានភាសាអង់គ្លេសបាទឥឡូវខ្ញុំ copy ទុកឲ្យបាទអញ្ចឹងចំណាំដល់គ្នាអង់គ្លេសឈ្មោះវាឈ្មោះ Times New Roman តែពិតមិនមែនអង់គ្លេសវាមានច្រើនទៀតតែខ្ញុំបង្ហាញតែអាណាដែលគេប្រើទូទៅច្រើនបាទអញ្ចឹងឧទាហរណ៍មួយទៀតខ្ញុំចង់បានអក្សរខ្មែរអញ្ចឹងដូចគ្នាដែរបើសិនជាយើងចង់បានអក្សរខ្មែរយើងត្រូវស្គាល់ឈ្មោះ font ដូចគ្នាអញ្ចឹងហើយយើងចូលតាមនឹងដែរមក home ហើយ click លើវាមួយមកហើយយើងលុបវាចោលទៅបាទអញ្ចឹងសម្រាប់ខ្មែរគេយើងប្រើខ្មែរ OS តែបាទយើងវាយទៅពាក្យខ្មែរ OS សៀមរៀបក៏បានហើយខ្ញុំសុំយកខ្មែរ OS ទៅទេចុះ
ហើយចង់បានវាចុច enter បាទហើយយើងសាកវាយអញ្ចឹងពេលយើងវាយទៅវាអត់ទាន់វាយខ្មែរកើតទេអញ្ចឹងសម្រាប់ភាសាខ្មែរយើងមាន keyboard ជាភាសាខ្មែរយើងអាចចុចដូរកន្លែង keyboard បាទអញ្ចឹងនេះអង់គ្លេសយើងវាយសម្រាប់ keyboard អង់គ្លេស keyboard ចង់សំដៅលើក្តារចុចចានេះគឺជាក្តារចុចនេះបាទអានេះក្តារចុចជាភាសាខ្មែរអញ្ចឹងកាលណាយើងចង់បានក្តារចុចជាភាសាខ្មែរយើងត្រូវមកដូរនៅខាងក្រោមនេះមកបាទអញ្ចឹងដូរពី English មកជាខ្មែរបាទយើងសាកវាយជាមួយវាចេញអក្សរខ្មែរធម្មតាអត់បាទអញ្ចឹងវាចេញជាភាសាខ្មែរធម្មតាមកចុចបន្ទាត់ enter អញ្ចឹងឧទាហរណ៍បើសិនខ្ញុំចង់វាយអក្សរឆ្លាក់អញ្ចឹងនៅក្នុងលំហាត់វាមានអក្សរខ្មែរឆ្លាក់វាមានអក្សរខ្មែរធម្មតាឥឡូវខ្ញុំចង់បានអក្សរខ្មែរឆ្លាក់អញ្ចឹងដើម្បីបានអក្សរខ្មែរឆ្លាក់យើងដូរដូចគ្នាដែរបាទយើងអាចចុចកន្លែងហ្នឹងមកដោយសារក្នុងប្រអប់នេះគេវាយអក្សរខ្មែរអក្សរអង់គ្លេសអញ្ចឹងយើងត្រូវដូរភាសាទៅជាភាសាអង់គ្លេសវិញហើយយើងវាយដូចគ្នាអញ្ចឹងយើងត្រូវស្គាល់ឈ្មោះ font ដូចគ្នាគឺអក្សរឆ្លាក់ឈ្មោះ font នេះឈ្មោះខ្មែរ OS មូលហើយបាទចង់មូលវាយទៅឲ្យចេញពាក្យហ្នឹងឡាយហើយចង់បានវាចុច enter បាទឥឡូវខ្ញុំសាកវាយម្ដងទៀតចឹងមុននឹងវាយយើងត្រូវដូរ keyboard ដូចគ្នាមកបាទយក keyboard ជាភាសាខ្មែរចឹងដូរ keyboard ចុចកន្លែងនេះមិញចុចមកហើយយកខ្មែរបាទខ្ញុំសាកវាយមកឆ្លាក់អត់បាទចឹងវាចេញជាអក្សរឆ្លាក់មកហើយចឹងបើសិនជាចែកដូរ font ហ្នឹងព្រោះដោយសារតែនេះវាចាំបាច់ចឹងយើងត្រូវចែកដូរ font ជាភាសាអង់គ្លេសហើយឈ្មោះវាឈ្មោះ Times New Roman បាទហើយភាសាខ្មែរយើងប្រើទូទៅយើងប្រើខ្មែរ OS តែនៅដល់នេះអាចប្រើអីក៏បានដែរតែជាភាសាខ្មែរនេះវាមានច្រើនទៀតហើយសម្រាប់អក្សរឆ្លាក់ខ្ញុំ copy ទុកហើយសម្រាប់អក្សរឆ្លាក់ឈ្មោះវាឈ្មោះខ្មែរ OS មូលហើយបាទចឹងមាន3ហ្នឹងមានខ្មែរមានភាសាអង់គ្លេសដែលយើងតែចែកដូរភាសាខ្មែរហើយនិងភាសាខ្មែរឆ្លាក់បាទអញ្ចឹងឧទាហរណ៍ជាក់ស្ដែងនៅលើលំហាត់របស់យើងអញ្ចឹងគ្រប់កន្លែងទាំងអស់គឺសិតតែមានហើយមានអក្សរអង់គ្លេសយើងដូរទៅម៉េចបាទយើងចង់វាយអក្សរខ្មែរធម្មតាយើងត្រូវដូរទៅម៉េចបាទហើយសម្រាប់វាយអក្សរខ្មែរឆ្លាក់យើងត្រូវដូរទៅម៉េចអញ្ចឹងខ្ញុំបង្ហាញនៅខាងលើហ្នឹងបាទឥឡូវចូលដល់សាកអនុវត្តអញ្ចឹងបងប្អូនចាំអនុវត្តដូចខ្ញុំមកបាទទី1បងប្អូនគឺត្រូវចេះធ្វើម៉េចដូរភាសាអង់គ្លេសបានបាទទី2ដូរជាភាសាខ្មែរធម្មតាហើយទី3ដូរជាភាសាខ្មែរឆ្លាក់បាទតមកទៀតអញ្ចឹងបន្ទាប់ពីយើងចេះដូរហើយយើងពេលដែលយើងវាយបាទខ្ញុំសុំលើយកអង់គ្លេសអញ្ចឹងពេលដែលយើងវាយអង់គ្លេសយើងចូលតាម home ហើយដាក់ឲ្យចេញអក្សរ I คลิกវាមួយមកហើយយើងលុបចោលអស់ទៅយើងវាយអញ្ចឹងសម្រាប់អង់គ្លេសមិញហើយយើងដូរ keyboard ផងដោយសារនៅក្នុងគេវាយជាភាសាអង់គ្លេសបាទអញ្ចឹងដូរ keyboard អង់គ្លេសTimes New Roman អញ្ចឹងបើសិនជាបានហើយយើង enter មកបាទឥឡូវខ្ញុំលុបចោលអញ្ចឹងលុបចោលយើងចុច backspace នេះចុចលើវាមកបាទ backspace នេះគឺយើងលុបវាចោលបាទអញ្ចឹងបន្តមកទៀតឥឡូវខ្ញុំសូមលើកយកជាភាសាអង់គ្លេសយកមកបង្ហាញបាទចាំពេលយើងវាយទៅវាចេញអង់គ្លេសបាទតែយើងវាយទៅយើងចង់បានទំហំវាឲ្យតូចឲ្យធំជាងហ្នឹងអញ្ចឹងយើងមកដូរជាប់នៅកន្លែងហ្នឹងគឺនេះបាទគឺអានឹងគេ font size ចេញទំហំរបស់អក្សរអញ្ចឹងហើយបើខ្ញុំអត់តន់ធ្វើទេវាចេញ24អញ្ចឹងបើសិនខ្ញុំចង់បានធំជាងហ្នឹងទេខ្ញុំអាចដាក់ធំបាន48បាទអញ្ចឹងធំហើយចង់បានធំទៀតបាទ72ទៅណានេះអញ្ចឹងបើសិនចង់បាន73ដូចគ្នាដែរយើងគ្រាន់តែដាក់ចេញអក្សរ I នេះមកហើយคลิกវាមួយបាទហើយវាយចូលបាទខ្ញុំចង់បាន74ហើយឬក៏100អីចឹងទៅអញ្ចឹងយើងអាចវាយមកហើយ enter បាទអញ្ចឹងយើងធំជាងនឹងទៀតដែរព្រោះដោយសារតែយើងចុចអញ្ចឹងវាមានតែ72ទេតែបើយើងចង់ដាក់100ទៅយើងវាយចូលបាទអញ្ចឹងជាទូទៅសម្រាប់អង់គ្លេសបាទខ្ញុំសុំម្ដងទៀតអញ្ចឹងយើងចូលតាម home ហើយដាក់ចេញអក្សរ I ហើយត្រូវស្គាល់ឈ្មោះវាមិញឈ្មោះ Times New Roman សម្រាប់វាយអក្សរអង់គ្លេសចង់បានវាចុច enter បាទអញ្ចឹង enter
បាទនេះគឺ key enter របស់យើងចុចនៅកន្លែងហ្នឹងបាទសម្រាប់ទំហំរបស់វាយើងចុចកន្លែង font size យើង click ដូចគ្នាមកដាក់ចេញអក្សរ I click វាមួយមកនេះបាទចេញអក្សរ I នេះ click មួយមកហើយយើងដូរបាទឥឡូវខ្ញុំដាក់12ចុះហើយ enter បាទចឹង12ប៉ុណ្ណេះដល់ពេលតូចយើងមើលឯកសារយើងអត់សូវឃើញទេខ្ញុំចង់ព្រិចกระดาษហ្នឹងឲ្យមើលឃើញជាងធំទៅខ្ញុំស្រួលវាយអញ្ចឹងយើងអាចចុចកន្លែង zoom នេះចឹងចំណុចកន្លែងនេះបាទគេដាក់ zoom បាទចឹង click វាមួយមកចឹងវារីកធំបាទ click មកដល់យើងចង់ថយយើងចុចកន្លែងសញ្ញាដកមកវាតូចវិញហើយបាទនេះធំអានេះតូចបាទអញ្ចឹងបន្ទាប់ពីយើងយល់ពីរបៀបដូរ font ហើយបាទអញ្ចឹងវាមានសម្រាប់ style បន្ថែមបាទ style បន្ថែមមានន័យខ្លះឧទាហរណ៍ក្នុងបាទរបស់យើងបាទអញ្ចឹងវាមានអក្សរដិតនេះអញ្ចឹងអក្សរដិតបាទអក្សរវិញក្រាស់អក្សរដិតបាទអញ្ចឹងវាមានអក្សរបន្ទាប់ពីខាងក្រោមបាទអញ្ចឹងវាមានតម្រឹមខាងឆ្វេងតម្រឹមកណ្ដាលតម្រឹមស្ដាំវិញខ្ញុំបង្ហាញមកហើយទៅបាទអញ្ចឹងឧទាហរណ៍បើសិនខ្ញុំចង់វាយអក្សរដូចនៅក្នុងលំហាត់មួយនេះបាទចឹងនេះលំហាត់នេះចឹងអានេះតម្រងនេះគេតម្រងឆ្វេងបាទនេះខ្ញុំចង់វាមកកណ្ដាលអានេះគេតម្រងកណ្ដាលបាទដូចអានេះចឹងគឺតម្រងស្ដាំបាទយើងចុចឲ្យវាតម្រងទៅខាងស្ដាំចឹងមើលជាក់ស្ដែងបាទឧទាហរណ៍បើខ្ញុំអត់តកំណត់អីទេនេះកណ្នេះបាទវាចេញតម្រងខាងឆ្វេង align left ពេលយើងវាយទៅចឹងវាស្មើពីខាងឆ្វេងហើយបើសិនខ្ញុំយកកណ្ដាលចឹងនេះគេតម្រងកណ្ដាលចឹងអក្សរនេះវាយចេញពីកណ្ដាលទៅហើយបើសិនខ្ញុំយកស្ដាំចឹងតម្រងស្ដាំចឹងវាស្មើពីខាងស្ដាំទៅចឹងម្ដងទៀតបើសិនយើងយក left តម្រងឆ្វេងបាទបើយើងយក center តម្រងកណ្ដាលហើយបើយើងយក right តម្រងស្ដាំហើយមួយទៀតតម្រងសងខាងចឹងខ្ញុំចុចតម្រងសងខាងយើងចុចទៅវាមកចឹងតើតើយើងវាយឲ្យច្រើនមិនយើងដឹងបាទសូមវាយច្រើនសិនបាទសូមវាយទៀតចឹងតម្រងសងខាងវាអត់គិតថាកណ្ដាលនេះបន្លោះប៉ុន្មានទេវាទៅមិនឲ្យតែស្មើសងខាងឆ្វេងក៏ស្មើខាងស្ដាំក៏ស្មើបើឧទាហរណ៍ម្ដងទៀតចឹងបើសិនយកតម្រងឆ្វេងអញ្ចឹងវាស្មើតែពីខាងឆ្វេងទេអញ្ចឹងបើសិនខ្ញុំយកតម្រងកណ្ដាលអញ្ចឹងវាស្មើកណ្ដាលអាតបត់នេះវាយទៅស្មើនឹងកណ្ដាលបាទតែខ្ញុំយកតម្រងស្ដាំអញ្ចឹងវាស្មើខាងស្ដាំនេះស្ដាំស្មើតែឆ្វេងស្មើទេហើយសងខាងអានេះតម្រងសងខាងបាទចឹងបន្តមកទៀតវាមានពាក់ព័ន្ធជាមួយនឹងការរៀបចំតួអក្សរដដែលចឹងយើងមានអក្សរដិតបាទយើងចុចលើវាមួយមកវាជាប់ពណ៌នេះមានន័យថាយើងយកវាហើយគឺអក្សរដិតបាទយើងវាយច្បាស់ជាងមុនហើយមួយទៀតអក្សរត្រេតចុចលើវាដូចគ្នាដែរចុចមួយដាក់បាទហើយចុចមួយទៀតបាត់ពណ៌គឺដោះបាទបាត់ highlight លើវានេះគឺយើងដោះហើយបាទចឹងអក្សរត្រេតចឹងនេះអក្សរបន្ទាប់ពីក្រោមអក្សរឆ្នូតកណ្ដាលបាទអក្សរអានឹងគេហៅអក្សរដូចយើងវាយរូបមន្តទឹកអញ្ចឹងយើងវាយរូបមន្តទឹកយើងវាយហាស់ 2O បាទហាស់ខ្ញុំសុំដោះនេះសិនបាទដោះបន្ទាត់ឆ្នូតកណ្ដាលចេញដោះបន្ទាត់ពីក្រោមដោះ italic ដោះដិតបាទខ្ញុំសុំវាយធម្មតាដែរបាទអញ្ចឹងឧទាហរណ៍ដូចយើងចង់វាយរូបមន្តទឹកអញ្ចឹង A ហា D O អញ្ចឹងមិនគេវាយអញ្ចឹងទេD ហ្នឹងវាទៅនៅពីក្រោមបាទនេះ D នេះយើងទៅនៅពីក្រោមចឹងដើម្បីដាក់ក្រោមយើងចុចសញ្ញានេះមក subscript បាទអញ្ចឹងវាទៅក្រោម D ហើយ O យើងត្រូវដោះវាចេញវិញបាទចុចជំនួយវិញបាត់ហើយហើយ O មួយទៀតនេះគេវាយអក្សរពីខាងលើបាទ x ការ៉េខ្ញុំចង់វាយ x ការ៉េដាក់ទេមួយទៅដើម្បីស្អាត x ការ៉េនេះខ្ញុំដាក់ពីលើមក x ការ៉េបាទឧទាហរណ៍ 2x ការ៉េយើងលើកជាការ៉េដាក់នេះមកការ៉េដោះវាចេញវិញដក10x មក5ស្មើ0បាទអញ្ចឹងអានេះក៏ខ្ញុំគាត់ឧទាហរណ៍ថាហ្នឹងគេវាយអក្សរពីខាងលើបាទ
ហើយចង់លុបវាចោលវិញ backspace នេះលុបចឹងគឺសញ្ញានេះបាទ color នេះគឺ backspace ចុចហ្នឹងទៅដើម្បីលុបវាបាទចឹងសម្រាប់ text formatting គឺមានប៉ុណ្ណឹងបាទចឹងបើសិនទាំងអស់គ្នាចេះពីអ្វីដែលខ្ញុំប្រាប់មិញគឺយើងអាចទៅមកដំណាក់កាលហើយបាទចឹងឧទាហរណ៍ដូចលំហាត់ជាក់ស្ដែងឧទាហរណ៍លំហាត់មួយនេះចុះចឹងខ្ញុំចង់វាយវាជាភាសាអង់គ្លេសតែយើងធ្វើដូរធ្វើម៉េចដើម្បីចេញជាភាសាអង់គ្លេសចង់ឲ្យទៅកណ្ដាលយើងត្រូវធ្វើម៉េចបាទដាក់តម្រឹមខាងណាបាទចឹងអាចសាកវាយលំហាត់ហ្នឹងទៅនឹងបន្តមកទៀតយើងឧទាហរណ៍ថាខ្ញុំចង់វាយលំហាត់នេះចុះអញ្ចឹងខ្ញុំចង់វាយអក្សរឲ្យនៅកណ្ដាលបាទខ្ញុំសុំលុបចោលព្រមទៅវិញអញ្ចឹងដើម្បីវាយលំហាត់ឲ្យទៅកណ្ដាលបាទនេះលំហាត់របស់យើងខ្ញុំសូមដាក់ចេះសូមមើលណានេះបាទអញ្ចឹងដើម្បីវាទៅកណ្ដាលយើងចុចទៅវាមកហើយយក center ចេញឲ្យវាយចេញកណ្ដាលទៅបន្តទៀតយើងចង់បានអក្សរអង់គ្លេសជាងទៅចែកដូរបាទចឹងចុចចូលតាម home ហើយដាក់ចេញសញ្ញាមក Times New Roman ហើយកណ្ដាលនេះបាទចង់បានអក្សរដិតចឹងយើងចុច Time ដិតមកនៅក្នុងគេមានបន្ទាត់ពីក្រោមយើងដាក់បន្ទាត់ពីក្រោមទៅបាទចឹងយើងវាយអក្សរធំយើងចុច Caps Lock បាទដល់នេះស្គាល់ Caps Lock ណានេះ Caps Lock នេះបាទចឹងនេះគឺ Caps Lock អានេះគឺសម្រាប់វាយពុម្ពអក្សរធំបាទចឹងយើងចុច Caps Lock នេះហើយវាយពុម្ពអក្សរធំបានហើយបាទចុចបន្ទាត់ទៀតអានេះគេវាយអក្សរចេញពីខាងឆ្វេងចឹងដើម្បីវាយអក្សរចេញពីខាងឆ្វេងយើងយកតម្រឹមឆ្វេងនេះបាទហើយវាអត់មានបន្ទាត់ពីក្រោមនេះដោះបន្ទាត់ពីក្រោមចេញយើងវាយមកបាទដក clear ដើម្បីដក clear វិញចុច Tab បាទដើម្បីវាស្មើគ្នាវាយមកហើយ Tab បាទចឹងបើសិនអត់ចុច Tab ទេយើងអាចចុច space ក៏បានដែរតែគាត់ថាជាងពេលយើងចុច space វាអាចអត់ស្មើហើយ U ចឹងវាចង់លឿនយើងគាត់ថាចុច Tab ទៅវាស្មើបាទនេះស្រួលទេសម្រាប់ tray នេះយើងគាត់ថាចុចស្មើ3ដងហើយ enter ចឹងវាចេញឲ្យយើងបាទអញ្ចឹងបន្ទាប់ពីយើងចេះរៀបចំទៅលើតួអក្សរបាទយើងហៅថា text formatting ហ្នឹងយើងអាចធ្វើបានហើយបាទនេះទី2ចឹងទី2គឺការកំណត់ទំហំกระดาษចឹងឧទាហរណ៍បើសិនជាយើងវាយនៅក្នុងกระดาษ A4 ហើយស្រាប់តែយើងកំណត់กระดาษ AC ចឹងធ្វើឲ្យខូចរាងរៅរបស់กระดาษយើងចឹងមុននឹងវាយយើងត្រូវកំណត់វាហើយចឹងសម្រាប់ការកំណត់กระดาษនេះដោយសារតែយើងមានវែងពេកចឹងខ្ញុំសូមលើកទៅវីដេអូក្រោយបាទសូមអរគុណ